បាទឥឡូវនេះជួបជាមួយខ្ញុំបាទ Mr. EKY ទៀតហើយឥឡូវនេះយើងមកដល់កន្លែងសង្ក្រានហើយបងប្អូនឥឡូវនេះគឺខាងខេត្តគឺរៀបចំស្អាតមែនតើឃើញភ្លើងឃើញអីចឹងបងប្អូនជីកាត់ណាក៏មានអារម្មណ៍ថាចង់ចូលថតរូបចូលអីលេងដែរហើយនេះជាពិសេសយើងចូលមកដល់មុខកន្លែងផ្លូវសាលាខេត្តហ្នឹងគឺយើងឃើញពស់មួយដ៏ធំដែលតំណាងឲ្យឆ្នាំនេះឯងផ្ទាល់តែម្ដងគឺឆ្នាំម្សាញ់បងប្អូននេះបងប្អូនឃើញនេះគេដាក់ផ្លាកកោះកុងសង្ក្រាននេះគឺធំមែនតើសម្រាប់បងប្អូនដែលចង់មកលេងមកថតរូបអីឥឡូវអាចមកថតបានគឺធ្វើឲ្យប្រហែលជា 90% ហើយនៅតែថែមភ្លើងពណ៌ថែមអីបន្តិចតួចទៀតគឺហើយបងប្អូនហើយនេះគឺគេរៀបចំធុងទឹករៀបចំពាងទឹកអីឲ្យបងប្អូនដើម្បីលេងកម្សាន្តអញ្ចឹងបងប្អូនអាចចូលរួមឲ្យបានច្រើនកកកនៅថ្ងៃទី14 15 16ដែលត្រូវជាថ្ងៃសង្ក្រាន្តឆ្នាំនេះកោះកុងខ្ញុំជឿជាក់ថាមនុស្សមកលេងគូច្រើនមែនតើខ្ញុំជឿមកដោយសារអីកោះកុងគឺប្រែហើយគឺរៀបចំឆ្នាំនេះគឺស្អាតមែនតើជាពិសេសនេះក៏មានកន្លែងដែលបងប្អូនយើងរៀបចំលក់អាហារលក់អីចឹងបងប្អូនអាចទៅលេងទឹកឬក៏បាញ់ទឹកឬក៏ប៉ាត់ម្សៅឬហត់ហើយបងប្អូនអាចមកកន្លែងនេះញ៉ាំអីបានហើយជាពិសេសនេះបងប្អូនគេមានរៀបភ្លើងរៀបគោមរៀបអីនិយាយទៅស្អាតមែនតើឆ្នាំនេះជាពិសេសបងប្អូនដែលនៅកោះកុងគឺគាត់ថតអួតអ្នកដតីគឺកន្លែងពោះនេះឯងបងប្អូនអូថតច្រើនណាមនុស្សមកថតច្រើនមែនតើតែពេលខ្ញុំថតនេះដោយសារអីគាត់រៀងទៅផ្ទះខ្លះហើយតែដោយសារពេលខ្ញុំថតដំបូងបងប្អូនអើយឈរថតរកកន្លែងថតអត់ចង់មានទេបងប្អូនដោយសារពួកគាត់ឈរថតពេញនឹងទាំងអស់បងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់មកថតរូបលេងនៅខាងសង្ក្រានឥឡូវគេចាប់ផ្ដើមសាងសង់ហើយអញ្ចឹងនៅសល់បន្តិចតួចដើម្បីរៀបភ្លើងរៀបអីបន្តិចតួចទៀតគឺហើយអញ្ចឹងបងប្អូនអាចមកថតរូបលេងទាំងអស់គ្នាបានខ្ញុំនិយាយទៅខ្ញុំចិត្ត200ប៉ុស្តិ៍ហើយដោយសារអីឃើញទិដ្ឋភាពស្អាតពេកអញ្ចឹងអត់ចង់ចំណាយពេលយើងថតឲ្យបានច្រើនតិចទៅដើម្បីអីដើម្បីយើងយកទៅផុសអួតអ្នកខេត្តផ្សេងថាកោះកុងខ្ញុំក៏លយដែរមិនធម្មតាណាកោះកុងហ្នឹងហើយជាពិសេសនេះបងប្អូនមើលឥឡូវនេះខ្ញុំកំពុងតែចេញដំណើរទៅតិចឲ្យបងប្អូនមើលពេលយើងជិះម៉ូតូកាត់បានដឹងថាវាស្អាតប៉ុណ្ណាពេលយើងដើរថតហ្នឹងមើលទៅដូចវាមិនទៅតំណងដែរណាពេលដល់យើងជិះម៉ូតូកាត់នឹងមើលទៅអូគេរៀបភ្លឺរៀបគោមរៀបអីនេះហើយបងប្អូនជាពិសេសកន្លែងតំបន់ត្រជាក់លានយើងធំណាលានយើងអាចដាក់មនុស្សបាន 4-5 ពាន់នាក់អញ្ចឹងបងប្អូនអាចមកលេងមកសប្បាយអញ្ចឹងបងប្អូនហើយជាពិសេសខេត្តកោះកុងយើងឥឡូវកំពុងតែមានការរីកចម្រើនច្រើនហើយជាពិសេសនឹងមានចុងឆ្នាំហ្នឹងគឺមានបុណ្យសមុទ្រទេបងប្អូនខែ12ហ្នឹងយើងមានបុណ្យសមុទ្រទៀតអូនិយាយទៅភ្ញៀវទេសចរនឹងមកកោះកុងភ្លុកទឹកភ្លុកដីហើយនៅក្នុងឆ្នាំនេះព្រោះអីកោះកុងយើងក៏ផ្លូវ48ក៏ហៅរួចរាល់ផ្លូវជាតិ10ក៏ហៅរួចរាល់អាចធ្វើដំណើរបានមកឆ្ងាញ់សម្រាប់បងប្អូនដែលនៅតាមបណ្ដាខេត្តដូចជារាជធានីភ្នំពេញនិងខេត្តបាត់ដំបងគឺនៅអាចមកកោះកុងបានហ្មងបងប្អូនគឺផ្លូវស្អាតហើយអញ្ចឹងបងប្អូនសូមអញ្ជើញមកលេងឲ្យបានច្រើនកោះកទាំងអស់គ្នានេះបងប្អូនឃើញទេបងប្អូនយើងច្រើនបងប្អូនមកយប់ស្មានហ្នឹងហើយនៅមកលេងច្រើននេះអានេះខ្ញុំស្រូមឲ្យមើលតិចបងប្អូននេះឃើញទេពេលទៅពេលមកគឺស្អាតមែនតើអញ្ចឹងបងប្អូនទាំងអស់គ្នាចូលរួមទាំងអស់គ្នានៅថ្ងៃទី14 15 16ខែមេសាឆ្នាំ2025ត្រូវជាថ្ងៃសង្ក្រាន្តនៅខាងកោះកុងយើងផ្ទាល់តែម្ដងកុំភ្លេចជួបគ្នានៅតំបន់ត្រជាក់ទាំងអស់គ្នាបាទសូមអរគុណដែលតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់